បាទសួស្តីបងប្អូនអរគ្នាហ្នឹងហើយអឺដូចជាខានផុសជាវីដេអូមួយរយៈដែរដោយសារមួយរយៈមុននេះអឺខ្ញុំមានមេរៀនជា vocabulary ភាគច្រើនជារឿងនិទានខ្លីៗដែលផ្ដោតទៅលើពាក្យហើយមួយរយៈក្រោយមកនេះទៀតដូចជាពីរបីអាទិត្យនេះគឺខ្ញុំ share ទៅលើ real បាទហើយឥឡូវនេះយើងងាកមកមើលវេយ្យាករណ៍វិញម្ដងបាទព្រោះភាគច្រើនខ្ញុំបាន share ទៅនឹងវេយ្យាករណ៍ខ្លីៗសន្ទនាខ្លីៗនៅលើ Reel ហើយនឹងពីមុននោះគឺតកតងទៅនឹងពាក្យបានច្រើនដូចខ្ញុំធ្លាប់និយាយកាលពីខ្ញុំចែករំលែកទៅលើពាក្យចឹងពាក្យវាមានសារៈសំខាន់នៅក្នុងការសរសេរក្នុងការនិយាយធ្វើអីទាំងអស់បាទរៀនភាសាមួយទៅចេះពាក្យអីចឹងបន្ទាប់ពីចេះពាក្យហើយឥឡូវយើងមកមើលវេយ្យាករណ៍ម្ដងបាទចឹងវេយ្យាករណ៍ពាក្យនោះវាជំនួយមកដល់វេយ្យាករណ៍ត្រង់ថានៅពេលដែលយើងអានទៅយើងឆាប់យល់វេយ្យាករណ៍ហ្នឹងហើយនឹងយើងធ្វើលំហាត់បានតែបើបងប្អូនអត់ចេះពាក្យទេគឺយើងពិបាកនៅក្នុងការរៀនវេយ្យាករណ៍ដោយសារវេយ្យាករណ៍ទាមទារឲ្យយើងចេះវិភាគពាក្យនោះឲ្យបានស៊ីជម្រៅតើពាក្យហ្នឹងមានន័យថាម៉េចពីបកប្រែថាម៉េចអានទៅយល់វេយ្យាករណ៍ហ្នឹងហើយនឹងមួយទៀតការធ្វើលំហាត់ក៏ទាមទារនៅការអានឲ្យយល់នៅលំហាត់មួយនឹងដែរព្រោះពេលខ្លះលំហាត់ខ្លះគឺវាមាន trick បាទអញ្ចឹងមាន trick ហ្នឹងគឺគេអាចប្រវែដានយើងទៅណេះទៅណោះឆ្វេងស្ដាំទៅដល់ពេលចម្លើយវាទៅមុខកណ្ដោះណាអញ្ចឹងតើបងប្អូនចេះពាក្យចេះអីឲ្យបានច្រើនឲ្យបានច្បាស់ដែរអញ្ចឹងឥឡូវនៅក្នុងវីដេអូខ្ញុំមុននោះខ្ញុំនឹងដាក់នៅក្នុងend screen ដែលខ្ញុំបានបរៀនប្រហែលឆ្នាំហើយតាក់ទងទៅនឹង present continuous tense ហើយក៏អត់បានរៀបមេរៀនបន្តទៀតដែរប៉ុន្តែឥឡូវនេះខ្ញុំចាប់ផ្ដើមរៀបមេរៀនវេយ្យាករណ៍កាលទាំង12បាទអញ្ចឹងមាន present continuous tense ខ្ញុំអត់បរៀនទៀតទេអញ្ចឹងខ្ញុំនឹងមកបកមក present simple tense ដល់ឡែកដើម្បីយើងរៀន present simple tense បានតើតើយើងចេះអានេះមួយសិនបាទ spelling rules of third person singular សិនថាវាមានវាមានទំនាក់ទំនងយ៉ាងម៉េចជាមួយនឹង present simple ហ្នឹងដោយសារយើងរៀន present simple វាតកតងទៅនឹង verbs បាទ verb ឲ្យតែរៀន10គឺតកតងនឹង verb ហើយអញ្ចឹង verb នៅក្នុងភាសាអង់គ្លេសវាក្បាច់ក្បូរច្រើនជាង verb នៅក្នុងភាសាខ្មែរយើងបាទក្បាច់ក្បូរច្រើនអញ្ចឹងverb នៅក្នុង present simple គឺមានការបំបែកប្រែប្រួលទៅតាម subject ទៅតាមប្រធានរបស់វាអញ្ចឹងឥឡូវយើងមកមើលប្រភេទកិរិយាសព្ទដែលបំបែកនឹងសិនចាំយើងទៅរៀនវេយ្យាករណ៍ present simple អឺ rules forms ហើយនឹងអឺ use យកតែម្ដងបាទហ្នឹងណាអញ្ចឹងកុំឲ្យមានការវវអានប្រយោគចុះឡើងសិតតែឃើញមាន AE ទៅលើកិរិយាសព្ទឯហ្នឹងដឹងអាហ្នឹងមកពីណាកំពុងតែអត់សូវយល់ rule កំពុងតែអត់យល់ទៅលើ usage វាផងស្រាប់តែចេញអានេះមកមួយទៀតឥឡូវខ្ញុំបញ្យល់អាហ្នឹងទៅហើយណាបាទចឹងយើងមកមើល spelling rules for third person singular នៅក្នុងភាសាអង់គ្លេសកាលណាយើងនិយាយពី third person singular គឺយើងសំដៅទៅលើ he she it ហើយនឹង singular subject ណា subject ដែលជា singular ជួនកាលយើងអត់ឃើញគេដាក់ he she it ទេប៉ុន្តែប្រយោគមួយវាមាន subject មាន verb ហើយអញ្ចឹងយើងចេះមើល subject មើល verb ហ្នឹងថាតើ subject ហ្នឹងវាជា singular ឬក៏ plural បាទចឹងឥឡូវហ្នឹងក៏បងប្អូនត្រូវចេះស្គាល់មើលឲ្យដឹងថាវាជា singular ឬក៏ plural ដែរបាទចឹងនៅក្នុង present simple គឺយើងបន្ថែម we add ses ឬក៏ ies to verbs ទៅលើកិរិយាសព្ទ when the subject is he she or it នៅពេលដែល subject ហ្នឹងវាគឺជា he she ឬក៏ it ហើយខ្ញុំបន្ថែមមួយទៀតគឺ singular subject បាទអញ្ចឹងយើងមកមើលនៅខាងក្រោមនេះគឺជា rule របស់វាហើយបាទ rule number 1 most verbs add s កិរិយាសព្ទភាគច្រើនតែម្ដងគឺយើង add s យកតែម្ដងបាទយើងអត់គិតទៅលើរូបមន្តអីច្រើនទេដោយឡែកបងប្អូនទិញតែ exceptional ពី rule number 2ហ្នឹងទៅកែពីហ្នឹងដាក់ s ទាំងអស់មកអញ្ចឹងយើងមានfor most verbs សម្រាប់កិរិយាសព្ទភាគច្រើនគឺសាមញ្ញទេគឺយើង add s ទៅឲ្យ base form base form ហ្នឹងគឺជាកិរិយាសព្ទដើមបាទយើងមើលមិនដឹងថាកិរិយាសព្ទមួយជាកិរិយាសព្ទដើមជា base form ពេលគ្រូបរៀនគាត់កត់ verb នឹងឲ្យឧទាហរណ៍ថាបងប្អូនរៀនចំពាក្យ play អញ្ចឹងគាត់កត់ play នឹងឲ្យគាត់ដាក់វានៅក្នុងវឹកកញ្ចក់ថាជា v verb ហើយគាត់បកប្រែឲ្យលេងអញ្ចឹងណាបាទ
អញ្ចឹងពាក្យដែលគាត់ឲ្យនេះអាហ្នឹងហើយយើងហៅថា best form បាទឬក៏បងប្អូនមើលនៅក្នុងតារាងកិរិយាសព្ទដែលនៅខាងក្រោយសៀវភៅសិក្សារបស់បងប្អូនចាប់ពី elementary ឡើងគឺគេមានហើយគេដាក់ base form ហើយនឹងគេដាក់ past form ហើយនឹងគេដាក់ past participle បាទអញ្ចឹងអា base verb ដែលគេដាក់នៅខាងដើមគេហ្នឹងគឺជាទម្រង់ base form ហើយបាទអញ្ចឹងបងប្អូនអាចមើលដឹងតាមរយៈហ្នឹងអានេះជាទម្លាប់របស់គ្រូមួយដែរណាបើសិនជាខ្ញុំកត់ឲ្យកូនសិស្សគឺខ្ញុំកត់ base form ឲ្យតែម្ដងហើយចាំបំបីទៅជា past form និង past participle ក្រោយខ្ញុំគិតថាគ្រូភាគច្រើនក៏អញ្ចឹងដូចគ្នាដែរបាទអញ្ចឹងបើសិនជាយើងប្រើ subject I play football អញ្ចឹងយើង play ហ្នឹងវាជា present verb បាទវាជា verb នៅក្នុងជា present simple tense ប៉ុន្តែនៅពេលដែលយើងប្រើដូរមក subject ដាក់ he វិញដាក់គាត់វិញគឺ he plays football យើងថែម s ទៅឲ្យពាក្យ play ហ្នឹងណា they work hard ពួកគេខិតខំប្រឹងប្រែងធ្វើការអញ្ចឹងបើសិនជាយើងដូរពាក្យ they នឹងដាក់ពាក្យ she works hard នាងខិតខំប្រឹងប្រែងធ្វើការឬក៏គាត់ខិតខំប្រឹងប្រែងធ្វើការជាមនុស្សស្រីបាទអញ្ចឹងសម្រាប់ប្រយោគជា present simple ណាដែលមាន subject ជា he she ឬក៏ it ឬក៏អត់មាន he she it ទេវាជាទម្រង់ singular subject គឺយើងថែម s ទៅឲ្យកិរិយាសព្ទហ្នឹងចឹងយើងសាក practice តិចមកបងប្អូនអាចទៅសេតិចមក I read books ចុះបើសិនជា he វិញបើសិនជា he យើងធ្វើម៉េចណាហ្នឹងហើយបើសិនជា he វិញគឺយើងដាក់ he reads book យើងថែមអក្សរ s មកបាទ reads ថែម s មកអឹមសំប្រានេះអត់ចេញអូខេ he reads book អញ្ចឹងយើងដាក់មិន R E A D ឲ្យថែម S ណា he reads book អូខេចុះដល់ទៅពេល she they sing well ដល់ពេល she ក៏ sing ដូចគ្នាដែរបាទ sing ដូចគ្នាដែរក៏ប៉ុន្តែ sing យើងថែម S អូខេណាដោយសារយើងប្រើវានៅក្នុងទម្រង់ជា present simple ហើយ subject គឺជា third person singular he she it អូខេតោះបន្តទៀតចឹងអូខេតោះអានេះខ្ញុំប្រើអឺអឺ yeah ខ្ញុំប្រើ Zoom ដល់ចឹងទៅវានៅជាប់ទៅបណ្ដោយបាទអញ្ចឹងយើងមើល rule number 2 verbs ending in ch sh x s or o add es អញ្ចឹងក្រៅពីយើងថែម s អានេះគឺ rule number 2ដែលបងប្អូនត្រូវតែកំណត់ចំណាំបាទអញ្ចឹងបើសិនជាកិរិយាសព្ទហ្នឹង verb ហ្នឹងវាមានអក្សរនៅខាងចុងនេះបងប្អូនឃើញទេបាទកាលណាយើងនិយាយអក្សរនៅខាងចុងគឺយើងសំដៅទៅលើអាហ្នឹងបាទនេះមាន ch នៅខាងចុងនេះឃើញទេបាទមាន o នៅខាងចុងណា ending ហ្នឹងមានថានៅខាងចុងវាមានអក្សរហ្នឹងណាបាទនិយាយស្រួលស្ដាប់មាន x នេះគេលើកឧទាហរណ៍មកតែ3ហ្នឹងទេអញ្ចឹងសម្រាប់ verb ទាំងអស់ដែលមានអញ្ចឹងគឺយើងថែម es ណាអញ្ចឹងបងប្អូនមើល I watch TV អញ្ចឹងបើសិនជា he watches អា es ហ្នឹងវាមានសម្លេង is គេ iz ណាបាទ is អញ្ចឹង he watches TV ដល់ទៅពេល go I go to school ដល់ពេល she goes to school បាទ she goes to school ថែម es ដែរ I fix cars I fix cars ខ្ញុំជួសជុលឡានបើសិនជា he fixes cars អូខេ he fixes car វាមាន x ចឹងយើងថែម es នៅខាងចុងអញ្ចឹងកិរិយាសព្ទដែលមានប្រភេទហ្នឹងគឺយើងថែមមកបាទ es go មានអក្សរ e ក៏យើងថែម es fix នេះមាន
S ក៏យើងថែម ES ដែរបងប្អូនកំណត់ចំណាំរបៀបអានដែរ C H S H X S ហ្នឹងគឺES នេះវាមានសំឡេង is ដូច watch watches wish WISH នោះ wishes ណាបាទអត់តែអក្សរ O នេះមួយទេដែលអត់មានសំឡេងវាបញ្ចេញសំឡេង Z goes she goes អូខេ practice អញ្ចឹងយើងមកមើលលំហាត់ I wash my hands អញ្ចឹងខ្ញុំលាងដៃរបស់ខ្ញុំចុះបើសិនជានាងលាងដៃវិញយើងប្រើអ្មេច she washes MES ហ្នឹងណា her hands ហើយដូចខ្ញុំប្រាប់មិញថា washes SH she washes her hands they go to work ពួកគេទៅធ្វើការចុះបើសិនជា he goes to work គាត់ទៅធ្វើការណាថែម ES ឥឡូវ rule number 2 កាលណា verb ម្ដងទៀត verb ហ្នឹងមាន CH SH X S ឬក៏ O នៅខាងចុងគឺយើងថែម ES បាទតោះណាប៉ុណ្ណឹងបាទមួយទៅហើយកន្លែងណាដែលបងប្អូនអត់ទាន់អាចមើលឡើងវិញឬមួយក៏មើលឲ្យនៅតែមិនច្បាស់អាច comment សួរមកបាទប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យអឺមើលឲ្យបានច្រើនដងហើយមិនមែនថាចង់បាន view អីទៅប៉ុន្តែមើលឲ្យបានច្រើនដងហើយព្យាយាមគិតដោយខ្លួនឯងសិនមុននឹងសួរអញ្ចឹងណាបាទអាហ្នឹងសំខាន់យើងបានគិតបានវែកញែកសិនបានសួរទៅវាមានហេតុផលតែកាលណាយើងអត់បានគិតអត់បានធ្វើខ្លួនឯងសិនទេសួរទៅវាដូចជាអត់មានហេតុផលណាបាទសួរទៅដូចអត់តំណងយើងចង់និយាយចេះឬថាចេះមកដល់ឆ្ងល់មិនកើតទេមិនចេះមកដល់ទេគឺមកពីយើងអត់បានស្វែងយល់វាជាមុនសិនបាទវាអត់បញ្ហាអីទេពួកខ្ញុំចាំខ្ញុំឬក៏ដូចជាគ្រូអីផ្សេងគាត់សប្បាយចិត្តទេពេលឃើញ comment នៅក្នុងវីដេអូរបស់គាត់អញ្ចឹងណាបាទមានអ្នកសួរមានអ្នកនេះឆ្លើយឆ្លងគ្នាអីចឹងគាត់សប្បាយចិត្តវិញទេប៉ុន្តែវាផលវិបាកមកលើបងប្អូនវិញដោយសារយើងអត់បានគិតហើយយើងសួរយកអញ្ចឹងបាទអាហ្នឹងនឹងឲ្យមើលខ្លួនឯងពិចារណាខ្លួនឯងតាមហ្នឹងទៅអញ្ចឹងយើងមើល rule number 3 verbs ending in a consonant plus y change y to I es បាទនេះគឺជារូបមន្តទី3អញ្ចឹងកិរិយាសព្ទដែលបញ្ចប់ទៅដោយព្យញ្ជនៈបងប្អូនរៀនព្យញ្ជនៈដឹងណាដកតែអីគេចេញព្យញ្ជនៈទាំងអស់ដកតែ A E I O U ណាពី A ដល់ Z ហ្នឹងដក A E I O U ហ្នឹងចេញក្រៅពីហ្នឹងព្យញ្ជនៈទាំងអស់បាទ A E I O U ហ្នឹងគឺស្រៈគឺជា vowel ចំណែក consonant គឺដក5ហ្នឹងចេញទៅ consonant ទាំងអស់ហើយមាន B C D F G H នឹងរាប់ទៅយកមកទៅបាទទាំងអស់អញ្ចឹងបើសិនជា verb ហ្នឹងវាបញ្ចប់ទៅដោយ consonant ហើយមានអក្សរ y គឺយើងបដូរ y ទៅ IES តាមពិតបើយើងនិយាយស្រួលយើងថាបដូរ y ទៅ I សិនហើយយើងថែម ES ណាបាទ I study English អញ្ចឹងវាទៅជា he studies English អញ្ចឹងដោយសារមានអក្សរ y ហើយនៅពីមុខ y នេះមានព្យញ្ជនៈ d អញ្ចឹងយើងលុប y ហ្នឹងដាក់ IES ហើយបានយើងដាក់ I ហើយបានយើងថែម ES ណាបាទអញ្ចឹងវាត្រូវទម្រង់ present simple តែម្ដង he studies English they try hard ពួកគេខិតខំប្រឹងប្រែងណាស់ព្យាយាមណាស់ she tries hard នាងខិតខំណាស់វិញនឹងដល់ពេល try នេះមានអក្សរ o ដែលជាព្យញ្ជនៈនៅខាងមុខវាហ្នឹងជាប់មួយវាហ្នឹងអញ្ចឹងគឺយើងប្រើយើងលុប y ដាក់ ies តែម្ដងបាទអញ្ចឹងប្រើមួយ he she ប្រើមួយ third person singular ត្រូវបងប្អូនអាចឆ្ងល់មិនក៏មិនឃើញ it អញ្ចឹងចុះ it ហ្នឹងមិនក៏វាមិនឃើញដោយសារ it ហ្នឹងជាទូទៅគឺវាជា subject ដែលប្រើសម្រាប់តែវត្ថុទៅលើវត្ថុអីទេណាហើយ he she នេះគេប្រើមនុស្សចឹងភាគច្រើនអានេះគឺគេយកសកម្មភាពមកអនុវត្តយើងដាក់ subject ជាមនុស្សហើយបាទបើសិនជាវាជាវត្ថុឬក៏ហ្នឹងហើយផ្សេងក្រៅពីហ្នឹងគឺយើងប្រើ it ទៅបាទអញ្ចឹងវាអត់សូវមានទេ it ហ្នឹង practice I carry the bag ខ្ញុំយួរអីវ៉ាន់អញ្ចឹងដល់ពេលគាត់យួរវិញហ្នឹងម៉េច
យើងមើលសិន y នៅពីមុខ y ហ្នឹងមានព្យញ្ជនៈជាប់គ្នាអញ្ចឹងណាយើងសំដៅទៅលើជាប់គ្នាយកហ្មងណាបងប្អូនបាទហ្នឹងហើយជាប់គ្នាយកហ្មងចេះណាបាទជាប់គ្នាអញ្ចឹងនេះជាប់គ្នាអញ្ចឹងមកបាទជាប់គ្នាអញ្ចឹងមកអាហ្នឹងហើយដែលគេថានៅពីមុខ y មាន IES ឬក៏បញ្ចប់ទៅដល់អក្សរ y ព្យញ្ជនៈបូក y ហ្នឹងនេះ cry នេះបាទនេះឃើញទេសតព្យញ្ជនៈបូក y ទាំងអស់មានច្រើនដែរពាក្យហ្នឹងអញ្ចឹងយើងលុបវាថែមយើងលុបវាដាក់ IES តែម្ដងបាទអញ្ចឹងវាទៅជា he carries IES មកណា he carries the bag they cry loudly cry អញ្ចឹងយើងលុបត y ចេញដំបូងมัน C O Y ណាអញ្ចឹងគេថាលុប y chain y បដូរ y ដល់ IES អញ្ចឹងបដូរបាត់ y ហើយ IES យកមកណាបាទ we fly kites ពួកយើងបង្ហោះខ្លែងអញ្ចឹងធ្វើម៉េច fly F L លុប y ដល់ IES បដូរ y ទៅជា IES ច្រឡំតលុបហ្នឹងណាមកអីទៅដូចគ្នាអូខេ he fly a kite គាត់បង្ហោះខ្លែងអូខេចុះបើក្នុងករណីអឺអក្សរ y នៅពីមុខអក្សរ y មានស្រៈវិញធ្វើម៉េចបាទនៅពីមុខ y មានស្រៈវិញធ្វើម៉េចវិញអាហ្នឹងបងប្អូនបាទបើនៅពីមុខ y មានស្រៈវិញគឺយើងអត់បដូរ y នឹងទេនេះជា rule number 4 verbs ending in a vowel plus y just add s if a verb ends with a vowel ប្រសិនបើ verb នឹងវាបញ្ចប់ទៅដោយស្រៈបូកមួយ y ស្រៈមានអីគេខ្លះ a e i o u ដូចខ្ញុំប្រាប់មិញអញ្ចឹង just add s បន្ថែមតែ s ទៅបានហើយបាទ example ឧទាហរណ៍ I play football ខ្ញុំលេងបាល់អញ្ចឹងបងប្អូនឃើញថាពាក្យ play ហ្នឹងវាបញ្ចប់ទៅដោយ y មែនប៉ុន្តែនៅពីមុខ y ហ្នឹងមាន a មានស្រៈ enjoy នៅពីមុខ y ហ្នឹងមានស្រៈដែរស្រៈ o អញ្ចឹងគឺយើងអត់លុប y ហ្នឹងទេយើងលុប y តែក្នុងករណីដែលព្យញ្ជនៈបូកជាមួយនឹងអក្សរ y ណាពាក្យហ្នឹងនៅខាងចុងព្យញ្ជនៈបូក y អញ្ចឹងបងប្អូនមើលពីតួចុងក្រោយព្យញ្ជនៈបូក y ឬក៏ស្រៈបូក y បើព្យញ្ជនៈបូក y យើងលុប y ដាក់ IES បើសិនជាស្រៈបូក y យើងថែម s ធម្មតាដូច rule number 1អញ្ចឹងណាបាទអញ្ចឹង he plays football she enjoys music បាទនាងចូលចិត្តបទចម្រៀងនឹងរីករាយនឹងបទចម្រៀងហ្នឹងឃើញទេបាទអញ្ចឹងអាហ្នឹងភាពខុសគ្នាចំណាំ rule នឹងដែរណា3ហើយនិង4ហ្នឹងវាប្រតិកលាគ្នាតំណែងគ្នាអញ្ចឹង I say hello ខ្ញុំនិយាយថាសួស្តីឬក៏ខ្ញុំបានសួស្តីទៅគាត់ស្វាគមន៍គាត់ដល់ទៅពេល he មិនវិញបាទដោយសារពាក្យ say នេះគឺបញ្ចប់ដោយ y មែនតែនៅពីមុខ y មានស្រៈអញ្ចឹងយើងទុកវាដដែលថែមតែ s ទេណា we enjoy pizza ពួកយើងញ៉ាំ pizza ហ្នឹងទៅឆ្ងាញ់ណាបាទ pizza ហ្នឹងឆ្ងាញ់រីករាយជាមួយនឹង pizza ហ្នឹងអញ្ចឹងយើងធ្វើម៉េចដូចគ្នាអញ្ចឹងដែរបាទថែមតែ s មកណាថែមតែ s ទេអូខេ she enjoys pizza ដែរណាបាទអញ្ចឹងអានេះគឺ rule number 4បើសិនជាព្យញ្ជនៈបូក y យើងធ្វើម៉េចថែម s ធម្មតាបាទអូខេហ្នឹងហើយអញ្ចឹងបងប្អូនចំណាំមួយបើមិនទាន់ច្បាស់ទេបងប្អូនមើលវេយ្យាករណ៍ហ្នឹងឲ្យបានច្រើនដងច្រើនសារថែមទៀតណាបាទបើជួនកាលយើងមើលម្ដងអត់ចាំទេពេលខ្លះមើលទៅឆាប់ភ្លេចតោះតែមើលហើយធ្វើលំហាត់បាទឲ្យយល់ហើយធ្វើលំហាត់ណាចឹង rule number 5 irregular verbs យើងមាន verb មួយចំនួនដែលអត់ថែម s ឬក៏អត់បដូរអីទេអត់ថែម es ឬក៏ ies ទេប៉ុន្តែវាបដូរទម្រង់តែម្ដងឧទាហរណ៍ដូចជា have ទៅជា has អាហ្នឹងគឺ irregular verbs វាបដូរទម្រង់របស់វាអញ្ចឹង some verbs are irregular the most common one is I have a book
ខ្ញុំមានសៀវភៅមួយក្បាលដល់ពេលគាត់មានវិញវាទៅជា he has ណាដូរទៅ has អញ្ចឹងអា have ហើយនិង has ហ្នឹងតំណាក់តំណងគ្នាបាទណាបើ I we you they have he she it has អូខេចឹងអានោះអត់មានអីទេបងប្អូនគាត់តែជួបមួយចំណាំមួយជួបមួយចំណាំមួយទៅធម្មតា irregular គឺអត់មានក្បួនចំណាំទេតើតើបងប្អូនជួបហើយចាំវាដូច irregular verb របស់past simple ហើយនិង past participle អញ្ចឹងអត់មានក្បួនចំណាំទេវាប្រែប្រួលពាក្យតែប្រែប្រួលមិនអត់ទៀងទេអញ្ចឹងវាអត់មានរូបមន្តកំណត់ឲ្យយើងដឹងទេអញ្ចឹងតើជួបមួយចាំមួយបាទអញ្ចឹង I have a pen ដល់ពេល she has a pen they have two dogs ពួកគេមានឆ្កែពីរក្បាលអញ្ចឹង he has two dogs បាទគាត់មានឆ្កែគាត់មានឆ្កែពីរក្បាលណាអញ្ចឹងចំណាំតា he ហើយនឹង she បាទអូខេចឹងដូចខ្ញុំនិយាយ irregular គឺត្រូវចំណាំខ្លួនឯងណាបាទជួបចំណាំអញ្ចឹងយើងរំលឹក rule ទាំង4ហ្នឹងមកវិញទាំង4ទាំង5នេះណា1 2 3 4 5បាទអញ្ចឹងទី1គឺកិរិយាសព្ទភាគច្រើនគឺយើងថែម s តែបើសិនជាវាចូលទៅក្នុងករណីទាំង4ខាងក្រោមនេះគឺបងប្អូនបដូរវាទៅតាមនឹងវាប្រែប្រួលទៅតាមនឹងណាអញ្ចឹង verbs ដែលបញ្ចប់ដោយ ch sh xo ឬក៏ s ឬក៏ o គឺយើងដាក់ es បូក es បន្តពីហ្នឹងមកអញ្ចឹង watch ទៅជា watches អានេះប្រើមួយ he she it watches consonant បូកមួយ y គឺយើងលុបអក្សរ y ដាក់ i es បាទ study ទៅជា studies ប៉ុន្តែបើសិនជានៅពីមុខ y នឹងមានជាស្រៈវិញនេះ a វិញ a e i o u វិញគឺយើងលុប y គឺយើងអត់លុប y ទេយើងថែម s យកតែម្ដងបាទ sorry យើងថែម s យកតែម្ដងហើយកិរិយាសព្ទមួយចំនួនគឺ irregular ហៅទៅជា has ហ្នឹងហើយអានេះ practice បាទបងប្អូនអាចរៀនធ្វើខ្លួនឯងហើយចំណុចដាក់ចម្លើយនៅក្នុង comment ខាងក្រោមបាទអាចទៅសេខ្លួនឯងតិចទៅចាំប្រៀបធៀបគ្នាណាអូខេហ្នឹងហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសម្រាប់អឺthird person singular spelling rules of third person singular ការរំលឹកឡើងវិញដែរគឺ third person singular គេនិយាយសំដៅទៅលើ he she it ហើយនឹង singular subject ទៅទៀតបាទឧទាហរណ៍បងពេលខ្លះបងប្អូនអត់ឃើញhe she it ហ្នឹងទេបងប្អូនឃើញ my father ចា៎អញ្ចឹង my father ហ្នឹងជា subject អញ្ចឹងបើសិនជានៅក្នុងហ្នឹងបងប្អូនតម្រូវត្រូវប្រើ present simple នៅក្នុងមេរៀនក្រោយយើងនឹងរៀនថាតើពេលណាដែលបងប្អូនត្រូវតម្រូវឲ្យប្រើ present simple ប្រើ verb ជា present simple ហ្នឹងបាទអញ្ចឹងនៅក្នុងមេរៀនក្រោយអានេះខ្ញុំគាត់ទៅបញ្យល់អំពី spelling rule សិនដើម្បីពេលដែលចូល present simple តែម្ដងគឺខ្ញុំបញ្យល់តែ present simple យកទៅតែម្ដងកុំឲ្យងាកមក spelling rule វានេះទៀតអញ្ចឹងអាចបែកបាទអញ្ចឹងនៅក្នុងបើសិនជាអត់មាន he she ហើយនិង it វិញនេះ my father នេះបើបងប្អូនត្រូវប្រើជាទម្រង់ present simple យើងធ្វើមិនយើងមើលមិនដឹងបាទអញ្ចឹងដាក់ tick ធម្មតាចេះទៅឬក៏យ៉ាងម៉េចអត់ទេណាបាទអញ្ចឹងគឺបើសិនជា subject ខុសពី he she it គឺយើងមើលទៅលើ singular ឬក៏ plural អញ្ចឹង my father ឡើយនេះមានតែម្នាក់ទេអញ្ចឹងវាជា third person singular ដែរកាលណា singular subject ក៏ជា third person singular ដែរស្មើនឹង he she it បងប្អូនចាំណាអញ្ចឹងកន្លែងហ្នឹង my father teaches English អូខេ every day អញ្ចឹងមកណាបាទមានអីទៀត my អាចថា the teacher អញ្ចឹង the teacher យើងមើលផង teacher ហ្នឹង singular អញ្ចឹងបើគាត់ដាក់បរិញ្ញាបត្រអង់គ្លេសក៏យើងប្រើដូចគ្នាអញ្ចឹងដែរជា third person singular គ្រូមានតែម្នាក់អញ្ចឹង teaches English ដូចគ្នាចុះបើគ្រូច្រើន
the teacher ច្រើនទេច្រើនយើងមិន plural ថែម s ណាណាតែមិនមែនគ្រប់ plural សើថែម s ណាវាមាន exception រហូតបាទអញ្ចឹងបងប្អូនទៅតាមឲ្យទាន់អញ្ចឹង the teacher ដល់ពេលគ្រូច្រើនយើងធ្វើម៉េចធម្មតាteach English បាទគេនិយាយពី singular subject singular subject ជា singular អញ្ចឹងបើ subject ជា plural ហើយគឺអត់ទេដាក់ verb ធម្មតាមកដដែលស្មើនឹង I V U they អញ្ចឹង teachers កន្លែងនេះច្រើនហ្នឹងគឺស្មើនឹងពាក្យ they my father singular នេះគឺស្មើនឹងពាក្យ he អាហ្នឹងអ្នកខ្លះគាត់អាចដាក់អញ្ចឹងបាទអញ្ចឹងបងប្អូនត្រូវចំណាំបើអត់មាន he she it គឺយើងមើលទៅលើ subject ហ្នឹងថា singular ឬមួយក៏ plural បើ singular វាស្មើនឹង third person singular ដែរវាស្ថិតនៅក្នុង third person singular ដែរអញ្ចឹងការប្រើប្រាស់វាគឺដូច he she it អញ្ចឹងតែបើ plural គឺចាត់ទុកថានៅក្នុងជា third person plural វាស្មើនឹងពាក្យ they បាទអញ្ចឹងយើងប្រើដូចនឹងពាក្យ they ដែរគឺប្រើ verb ធម្មតាណាបាទអូខេអរគុណច្រើនអញ្ចឹងនៅក្នុងមេរៀនក្រោយយើងនឹងជួបគ្នានៅក្នុងអឺ present simple tense បាទតពីមេរៀននេះទៀតអូខេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ